បងប្អូនណាថ្ងៃនេះសូមធានាមានមុខម្ហូបពិសេសមួយបើបងប្អូនបានទស្សនាពីវិធីខ្ញុំធ្វើបងប្អូនហូបហើយនឹងប្លែកមាត់ដូចជារូបខ្ញុំអញ្ចឹងបងប្អូនអើយថ្ងៃនេះបានខប្រហុករបស់យើងជាមួយនឹងត្រីពោបងប្អូនណាចារីឯបន្លែប្លុកយើងคลิกច្រើនមុខខ្លាំងមែនតែនគ្រឿងក្រូវរបស់យើងក៏ច្រើនដែរថ្ងៃនេះណាចាបងប្អូនមើលពីវីដេអូខ្ញុំធ្វើនឹងទៅបងប្អូនយកទៅធ្វើទៅបងប្អូនពិតជាឆ្ងាញ់ខ្លាំងមែនតែនយើងកំពងខ្ទឹមយើងឆាអីហើយចឹងទៅយើងចាប់ផ្ដើមដាក់ឆ្កខ្មែររបស់យើងដាក់ឆ្កខ្មែរហើយយើងដាក់រាងក្រហមបន្តិចឆ្កខ្មែររបស់យើងហ្នឹងយើងក៏ចាប់ផ្ដើមដាក់ប្រហុករបស់យើងទូសំខាន់ខ្លាំងជាងគេបងអស់ណាបងប្អូនណាចាហើយប្រហុកកាន់តែចាស់គឺកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនពីព្រោះអីមុខម្ហូបវាគឺខប្រហុករីឯគ្រឿងរបស់យើងមានម្ដែងខ្ទឹមក្រហមខ្ទឹមសម្ទេសស្លឹកក្រូចកល់ស្លឹកគ្រៃបងប្អូនណាចាគ្រឿងរបស់យើងដូចខ្ញុំរៀបរាប់ទៅតាមនឹងអញ្ចឹងបងប្អូនណាហើយយើងដាក់ត្រីពោរបស់យើងចូលទៅត្រីស្រស់យើងហ្នឹងណាអូយហើយថែមអំពិលទុំទៅបងប្អូនអើយនិយាយពីឆ្ងាញ់ជ្រលក់ជាមួយនឹងស្ករយើងហ្នឹងបន្លែគ្រប់គ្រឿងរបស់យើងហ្នឹងនិយាយពីថាហូបអស់បាយ2ចានថ្ងៃនេះហូបយកតែមែនតែនតែម្ដងណាខ្ញុំបងប្អូនឆ្ងាញ់ខ្លាំងមែនតែនហើយក៏អត់មានអស់លុយអីច្រើនដែរបងប្អូនណាចាអស់10000ជាងទេបងប្អូនធ្វើទៅមួយឆ្នាំនឹងអត់ថ្លៃទេណាចាត្រីពោយើងតែ1គីឡូ10000បន្លែប្លុកអស់8 9000ហ្នឹងបងប្អូនអើយហើយស្កររបស់យើងបងប្អូនដឹងមិនអត់និយាយពីល្អដាវវាតូចខ្ញុំសម័យកាលខ្ញុំនៅពីក្មេងខ្ញុំធ្លាប់ដកលក់តាបងប្អូនហើយម្ដុំតាម1000ណាបងប្អូនអើយហ្មងតែសន្សំបានម្ដុំមកគុំចឹងបាន5 6តងណាបងប្អូនហើយគាត់ដកម្ដុំ1000គាត់លក់ថោកខ្លាំងមែនទេនៅផ្សារព្រៃចដែកខ្ញុំនេះអញ្ចឹងចាំកាលបងប្អូនណាយកំពុងតែនឹកឃើញខប្រហុករបស់យើងជាមួយនឹងត្រីពោផងនិយាយពីថាឆ្ងាញ់ឃើញខ្ញុំក្រួយតែឆ្កន់នឹងអត់បងប្អូនបន្លែផ្សេងអត់ទៅទេខ្ញុំដាក់បន្តិចទេកឆែតអីកាតាគៀតអីសក់អីអត់សូវទេតែស្គន់ហ្នឹងអូយពេញចិត្តរបស់ខ្ញុំស្ដោកតែម្ដងណាបងប្អូនរីឯសពនភាពខប្រហុករបស់យើងបងប្អូននិយាយពីថាខ្ញុំនិយាយម្ដងហើយម្ដងទៀតអញ្ចឹងបើបងប្អូនទស្សនាវីដេអូខ្ញុំមួយហ្នឹងណាมันខកចិត្តมันខកបំណងទេធ្វើទៅតាមខ្ញុំហ្នឹងទៅបងប្អូនហើយបន្លែប្លុកយើងបងប្អូនចង់ដាក់អីក៏បានដែរនិយាយពីថាចលុនិយាយពីចលុបន្លែអីក៏ចូលជាតិដែរជាមួយនឹងខប្រហុករបស់យើងហ្នឹងហើយត្រូវខែធ្លាក់ភ្លៀងអញ្ចឹងណាបងប្អូនបន្លែស្រស់នៅទីផ្សារវិញសម្បូរខ្លាំងមែនទេនិយាយពីថាលោះឲ្យខ្ចីវុចង់ជូនអីចំខែហ្នឹងវាឆ្កែមានឆ្កន់ទៀតអូយឆ្ងាញ់ខ្លាំងបងប្អូនអើយបងប្អូនខ្ញុំមិនមែនត្រឹមដកឆ្កន់លក់ឯងផលិតក៏ខ្ញុំធ្លាប់ដកលីសក៏ខ្ញុំធ្លាប់រាវលក់ដែរបងប្អូនអើយធ្លាប់ជួបអស់ហើយប្រវត្តិតាំងពីខ្ញុំនៅកុមារភាពឥឡូវវាចេះតែនឹកឃើញពួកគាត់យកឆ្កន់មកលក់អញ្ចឹងបងប្អូននឹកឃើញខ្លួនឯងអស់ហើយបងប្អូននេះនិយាយក្បាលពិតបងប្អូនហើយបងប្អូនជួយមើលមាត់ខ្ញុំមើលតំណងដែរអត់ហើយក៏សូមអរគុណបងប្អូនយ៉ាងខ្លាំងចង់វីដេអូមានអីទេមានតែការនិយាយសូមឲ្យបងប្អូនជួយចុចតាមដាននិង follow ប្អូនម្នាក់មួយជួយខ្សៀប្អូនម្នាក់មួយអញ្ចឹងណាបងប្អូនសូមអរគុណជម្រាបលាណា